លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារនៅមន្ទីរពេទ្យកុមារជាតិដែលគម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិនិងសមាគមសុខាភិបាលខ្មែរនៅអាមេរិក CHPAA ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើតតាមរយៈការព្យាបាលវះកាត់ដោយមិនគិតថ្លៃដើម្បីផ្ដល់មកវិញនូវសុខុមាលភាពនិងជីវិតដ៏ត្រចះត្រចង់គម្រោងនេះក៏ជួយបណ្ដុះបណ្ដាលបន្ថែមតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវិជ្ជបណ្ឌិតកម្ពុជានិងវិជ្ជបណ្ឌិតអាមេរិកការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើមថ្លែងក្នុងឱកាសនេះដែរលោកជំទាវបណ្ឌិតបានមានប្រសាសន៍អបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាននិងសូមលើកទឹកចិត្តដល់វិជ្ជបណ្ឌិតគិលានុបដ្ឋៈនិងបុគ្គលិកទាំងអស់ឲ្យខិតខំព្យាយាមពង្រឹងសមត្ថភាពក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើកិច្ចការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាលោកជំទាវបណ្ឌិតថែមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការលះបង់កម្លាំងកាយចិត្តរបស់វិជ្ជបណ្ឌិតគិលានុបដ្ឋាយិកានិងបុគ្គលិកមន្ទីរពេទ្យទាំងអស់ដែលបានផ្ដល់នូវអនាគតនិងសុខុមាលភាពដល់កុមារកម្ពុជាគ្រប់រូបដែលជាទំពាំងស្នងឫស្សីរបស់ជាតិលោកជំទាវបណ្ឌិតសូមជូនពរឲ្យគម្រោងវះកាត់បេះដូងនេះដំណើរការដោយរលូននិងទទួលបានជោគជ័យជាលំដាប់ផ្អែកតាមសេចក្តីរាយការណ៍របស់ឯកឧត្តមញឹបអង្គាបោះនាយកមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថាមន្ទីរពេទ្យកុមារជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ1974និងបើកដំណើរការឡើងវិញក្រោមរបបខ្មែរក្រហមនៅឆ្នាំ1980និងបន្តរីកលូតលាស់អភិវឌ្ឍជាលំដាប់រហូតដល់ក្លាយជាមន្ទីរពេទ្យស្តង់ដាររហូតដល់សព្វថ្ងៃនេះក្រោមការដឹកនាំជ្រោមជ្រែងដ៏ឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាសព្វថ្ងៃនេះមន្ទីរពេទ្យមាន21ផ្នែកមានគ្រែចំនួន400គ្រែដោយពិគ្រោះជំងឺក្រៅបានចំនួន 244,752 ករណីនិងសម្រាប់ព្យាបាលចំនួន 35,387 ករណីសម្រាប់ឆ្នាំ2025ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាវិស័យសុខាភិបាលជាតិកំពុងត្រូវការពង្រឹងនិងអភិវឌ្ឍបន្ថែមជាលំដាប់ហើយមន្ទីរពេទ្យកុមារជាតិនេះដែរក៏ត្រូវបានលើកកម្ពស់គុណភាពសេវារបស់ខ្លួនជាបន្តបន្ទាប់ដើម្បីធានាថាមនុស្សគ្រប់រូបគ្រប់វ័យនឹងទទួលបានការពិនិត្យព្យាបាលប្រកបដោយគុណភាពនិងការយកចិត្តទុកដាក់ខ្ពស់